បើអ្នកកំពុងរងចាំឲ្យអ្នកដទៃធ្វើឲ្យអ្នកសប្បាយអ្នកប្រហែលជាកំពុងរងចាំអ្វីដែលមិនអាចទៅរួចហើយមនុស្សជាច្រើនគិតថាសេចក្តីសុខកើតឡើងនៅពេលមានលុយច្រើនមានការងារល្អនិងមានមនុស្សដែលស្រឡាញ់យើងប៉ុន្តែការពិតគឺសេចក្តីសុខពិតប្រាកដចាប់ផ្ដើមពីរបៀបដែលយើងមើលថែចិត្តរបស់ខ្លួនឯងនៅពេលអ្នករៀនទទួលយកខ្លួនឯងបោះបង់ការប្រៀបធៀបជាមួយអ្នកដទៃនិងពេញចិត្តចំពោះអ្វីដែលអ្នកមានជីវិតនិងស្រាលជាងមុនកុំដាក់សេចក្តីសុខរបស់អ្នកឲ្យអាស្រ័យលើពាក្យសរសើរការទទួលស្គាល់ឬការរំពឹងពីអ្នកដទៃព្រោះថ្ងៃណាដែលអ្នកអាចញញឹមបានដោយមិនចាំបាច់មានហេតុផលធំដុំថ្ងៃនោះហើយអ្នកបានរកឃើញសេចក្តីសុខពិតប្រាកដចូលចាប់ផ្ដើមមើលថែខ្លួនឯងស្រឡាញ់ខ្លួនឯងនិងរស់នៅជាមួយបច្ចុប្បន្នភាពព្រោះសេចក្តីសុខមិនមែនជាកន្លែងដែលត្រូវទៅដល់តែជាវិធីដែលយើងជ្រើសរើសរស់នៅជារៀងរាល់ថ្ងៃសូមចាំថាសេចក្តីសុខចាប់ផ្ដើមពីខ្លួនអ្នកមិនមែនពីអ្នកដទៃឡើយតែអ្នករាល់គ្នាសេចក្តីសុខមានន័យដូចម្តេចសូម comment នៅខាងក្រោមវីដេអូនេះហើយ follow page ដើម្បីទទួលបានគំនិតល្អៗជារៀងរាល់ថ្ងៃ